សួស្តីអ្នកនរគ្នានឹងខ្ញុំមកបង្ហាញពីការស្វែងរក blank cell និងការ highlight blank cell នៅក្នុង Excel ហេតុផលដែលធ្វើឲ្យកើតមាន blank cell ហ្នឹងគឺថ្ងៃហ្នឹងខ្ញុំលើកមក5ចំណុចទី1គឺมันមានតន្ន័យបញ្ចូលហើយចំណុចទី2ការលុបចេញតន្ន័យនៅក្នុង cell ហើយចំណុចទី3គឺការប្រើប្រាស់ឬប្រមូលដែលមិនបង្ហាញលទ្ធផលចំណែកចំណុចទី4គឺការបញ្ចូលតន្ន័យពីប្រព័ន្ធផ្សេងៗដោយអ្នកប្រើប្រាស់ import ឬក៏ copy data ចេញមកពី file ផ្សេងៗហើយចំណុចទី5គឺបញ្ហាបច្ចេកទេសឬ formatting issues ដើម្បីស្វែងរក blank cell ដែលមិនមានតន្ន័យនៅក្នុង cell ដំបូងយើង select ជួរទាំងមូលហើយបន្តមកទៀតយើងចុចលើ key F5 ហើយយើង click ទៅលើពាក្យ special ហើយយើងយកពាក្យ blank ហើយនៅពេលដែលយើង highlight វាយើងចូលពាក្យ file fill color ហើយយើង select ពណ៌ដែលយើងចង់ដាក់អរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់